ប្រជាពលរដ្ឋនឹងទទួលបានភាពងាយស្រួលតាមរយៈការធ្វើទំនើបកម្ម Digital នាពេលដ៏ខ្លីខាងមុខមិនថានៅទីក្រុងឬជនបទសុទ្ធតែទទួលបានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ Digital ដែលជាដំណើរការវិវត្តថ្មីរបស់រដ្ឋាភិបាលអាណត្តិទី7ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជនតំបន់លំនៅឋានអគារសហកម្មសិទ្ធិអគារពាណិជ្ជកម្មអគារផ្សារទំនើបតំបន់ឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសតំបន់ឬសំណង់ផ្សេងទៀតដែលបានធ្វើឡើងនៅទីស្តីការក្រសួងនាថ្ងៃទី4ខែឧសភាឆ្នាំ2026ក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់និងក្រសួងប្រៃសណីនិងទូរគមនាគមន៍បានសហការគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលបម្រើឲ្យវិស័យរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់ដើម្បីយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជានិងតម្រូវការជាក់ស្ដែងហើយការងារនេះនឹងប្រែក្លាយសង្គមឲ្យទៅជាសង្គម Digital ផ្ដល់ភាពងាយស្រួលនិងរហ័សឆ្លើយតបទាន់ពេលវេលាទៅនឹងស្ថានភាពសង្គមសេដ្ឋកិច្ចនិងការវិវត្តក្នុងតំបន់និងពិភពលោកសិក្ខាសាលានេះនឹងជួយផ្សព្វផ្សាយឲ្យភាគីពាក់ព័ន្ធបានដឹងនិងចូលរួមសហការអនុវត្តទៅតាមលក្ខខណ្ឌតម្រូវនិងបទដ្ឋានបច្ចេកទេសកំណត់ដែលបានដាក់ចេញលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជននិងតំបន់លំនៅឋានអគារសហកម្មសិទ្ធិអគារពាណិជ្ជកម្មអគារផ្សារទំនើបតំបន់ឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសតំបន់ឬសំណង់ផ្សេងទៀតដោយស្មារតីទទួលខុសត្រូវនិងតម្កល់ប្រយោជន៍រួមជាធំឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអាលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានគូបញ្ជាក់ថានេះគឺជាកិច្ចការមួយនៅក្នុងកិច្ចការរៀបចំក្រុងដោយផ្ដើមចេញពីការវាស់វែងចុះបញ្ជីដីធ្លីគឺមានការរៀបចំដែនដីដូចជាការកំណត់ដីកសិកម្មដីអភិរក្សដីពាណិជ្ជកម្មនិងដីលំនៅឋានជាដើមបន្ទាប់មកនៅក្នុងទីប្រជុំជនគឺត្រូវមានការរៀបចំក្រុងដោយក្នុងនោះក៏ត្រូវមានការរៀបចំបំពាក់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឲ្យបានត្រឹមត្រូវជៀសវាងបង្កឲ្យមានការបាត់បង់សោភ័ណភាពក្រុងនិងប៉ះពាល់ដល់សុខភាពសាធារណៈផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលយើងបានប្រកាសនៅក្នុងសិក្ខាសាលានេះគឺជាការជួយជំរុញដល់ការអភិវឌ្ឍ Digital របស់ប្រទេសជាតិយើងហើយកិច្ចការ Digital នេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រជាជនខ្មែរគ្រប់រូបនិងតជំនាន់ដើម្បីសិក្សាស្រាវជ្រាវបង្កើនចំណេះដឹងបាននៅគ្រប់ទីកន្លែងគ្រប់ពេលវេលានិងអាចផ្លាស់ប្ដូរផ្នត់គំនិតថ្មីៗសម្រាប់កែតម្រូវនៅអ្វីដែលយើងមានការខ្វះខាតនិងគោលដៅចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនក្នុងយុគសម័យ Digital នេះ